ប៉ាម៉ាក់ខ្ញុំធំដល់រាល់ថ្ងៃនេះដោយសារប៉ាម៉ាក់ខ្ញុំដឹងថាខ្ញុំជំពាក់គុណអ្នកទាំងពីរដល់កម្រិតណាខ្ញុំពីមុនធ្លាប់មានក្តីស្រមៃមួយគឺខំរៀនរកការងារល្អហើយមានគ្រួសារនៅអាយុ30ព្រោះនោះគឺជាក្តីស្រមៃជីវិតពេញលេញមួយដែលប៉ាម៉ាក់សង្ឃឹមថាខ្ញុំនឹងមានហើយខ្ញុំពិតជាបានដើរតាមក្តីស្រមៃហ្នឹងទើបតែពេញមួយជីវិតមែនដើម្បីកុំឲ្យប៉ាម៉ាក់ខកចិត្តរហូតដល់ពេលមួយខ្ញុំបានដឹងអ្វីមួយពីខ្លួនឯងអ្វីមួយដែលខ្ញុំអត់ចង់ទទួលស្គាល់តតែសោះអ្វីមួយដែលខ្ញុំស្អប់ខ្លាំងមែនទែនខ្ញុំស្អប់អ្វីដែលជាខ្លួនឯងហើយខ្ញុំនៅតែសម្ដែងមិនទទួលស្គាល់ខ្លួនឯងហើយការស្អប់ខ្លួនឯងហ្នឹងបានតាមឡងបន្លាយខ្ញុំស្ទើរតែពេញមួយជីវិតហើយវាប៉ះពាល់ជីវិតខ្ញុំស្ទើរតែគ្រប់ផ្នែកខ្ញុំហត់ខ្លាំងមែនទែនរហូតដល់ខ្ញុំមកដឹងថាខ្ញុំជានរណាទៀតទេខ្ញុំព្យាយាមធ្វើនិងសម្រេចរឿងជាច្រើនគ្រប់គ្រាន់សម្រាប់បញ្ជាក់ពីតម្លៃខ្ញុំហ្នឹងកូនសុំទោសតែកូនមិនមែនជាកូនដែលប៉ាម៉ាក់ចង់បានហើយខ្ញុំជាកំហុសដ៏ធំរបស់ប៉ាម៉ាក់មែនអត់ហេតុអីខ្ញុំមានអារម្មណ៍ថាបេះដូងខ្លួនឯងខុសថាថ្ងៃណាមួយប៉ាម៉ាក់នឹងចាក់ចេញពីខ្ញុំមែនអត់ខ្ញុំស្រឡាញ់ប៉ាម៉ាក់ប៉ុន្តែការស្រឡាញ់អ្នកទាំងពីរមានន័យថាខ្ញុំត្រូវបោះបង់អ្វីដែលជាខ្លួនឯងរហូតមែនអត់ខ្ញុំមិនខ្វល់ថាសង្គមនឹងអាក្រក់ដល់ខ្ញុំកម្រិតណាឲ្យតែប៉ាម៉ាក់នៅតែស្រឡាញ់កូនតើប៉ាម៉ាក់នៅតែស្រឡាញ់កូនជាកូនអត់